ស្វាគមន៍អ្នកគុណនិយមគ្រប់ក្រុមកុដបកទាំងអស់គ្នាវិលត្រឡប់សាជាថ្មីមកកាន់វីដេអូនិយាយអំពី conversation ឥឡូវយើងចូលមកប្រធានបទរបស់យើងគឺ visiting a fruit farm ហេតុអីខ្ញុំនិយាយភាសាខ្មែរច្រើនដោយសារតែការនិយាយភាសាខ្មែរខ្ញុំព្យាយាមបញ្យល់ដែលថាតែបើសិនជានិយាយភាសាអង់គ្លេសអានេះគឺជាកម្រិត beginning គឺយើងនិយាយភាសាអង់គ្លេសច្រើនអាចនឹងនៅតែមិនយល់អញ្ចឹងណាយើងសុខចិត្តឲ្យចេះពីពាក្យកលឹះមួយចំនួនទៅយើងស្រួលនិយាយគ្នានៅក្នុងកម្រិតបន្តឥឡូវយើង let's go អញ្ចឹង meet our story character អញ្ចឹងបានន័យថាយើងមកមើលតួអង្គនៅក្នុង conversation មួយហ្នឹងវាមានអីខ្លះទី1គឺ Hui ដែលជា visitor ពីរហ្នឹងគឺ Hai ដែលជា owner of farm so let's go to our conversation ចំណុចទី1បើយើងនិយាយពីទម្រង់របស់វាគឺ approaching the farm បានន័យថាការសួរណែនាំអំពីចម្ការអញ្ចឹង Hoi ក៏សួរថា excuse me what kinds of trees do you grow in this farm សំទោសតើអ្នកដាំដើមឈើអ្វីខ្លះនៅក្នុងចម្ការនេះដាំបន្លែដាំអីចឹងណាចូលទៅក្នុងចម្ការគេស៊ូចង់ចូលមកចំណុច2នេះ owner introduction and crops ក៏ណែនាំអំពីខ្លួនឯងហើយក៏បង្ហាញថាចម្ការហ្នឹងដាំអីខ្លះអញ្ចឹងហើយក៏គាត់និយាយថា Hello my name is Hai I am the owner of the farm we grow Sapodilla, bananas, mangoes and papaya here សួស្តីខ្ញុំឈ្មោះ Hai ខ្ញុំជាម្ចាស់ចម្ការនេះនៅទីនេះយើងមានដាំល្មុតចេកស្វាយហើយនិងល្ហុង so មើល vocabulary របស់យើងគឺ Sapodilla ហ្នឹងគឺជាផ្លែល្មុតហើយ banana ជាផ្លែចេកចំណែកឯពីរទៀតគឺ mango and papaya គឺផ្លែស្វាយនិងល្ហុង papaya ពេលខ្លះ pronounce វាទៅវាពាក់មាត់បន្តិចអញ្ចឹងយើងចូលទៅបន្ទាប់ offers of half and the request បានន័យថាស្នើសុំទិញអញ្ចឹងនៅក្នុងចំណុចនេះហើយក៏គាត់បន្តទៀតថា is there anything can I have you sorry មិនមែនហួយទេគឺ Hai គាត់បន្តពី clear របស់គាត់និយាយពីមុនណាគាត់ថា is there anything I can have you តើខ្ញុំអាចជួយអីអ្នកបានខ្លះអញ្ចឹងណាអញ្ចឹងហួយក៏ឆ្លើយថា yes I would like to buy 1 kilogram of each fruit បាទខ្ញុំចង់ទិញផ្លែឈើនីមួយ1 kilogram ន័យថាមួយមុខ1គីឡូ each fruit ហ្នឹងបើន័យថាមួយមុខណា so នេះគឺជា slide បន្តរបស់យើងគឺ fruit pricing and calculate ការដាក់ថ្លៃហើយនឹងគណនាទៅលើតម្លៃអញ្ចឹងយើងមើលបន្តទៀតគឺ Hai ក៏គាត់និយាយថា sure the Sapodilla are $1 per kilogram the banana are $2 the mangoes $2 and the papaya are $1.50 ជាការបកប្រែបាទល្មុត$1ក្នុង1គីឡូក្រាមចេក$1ស្វាយ$2ល្ហុង$1.50 សេនអញ្ចឹងយើងមកមើលតារាងទាំងអស់គ្នាពីការកំណត់ថ្លៃគឺសរុបទាំងអស់យើងអស់$5.50 សេន so មានអ្វីបន្ទាប់យើងចូលទៅមកទាំងអស់គ្នាអូខេយើងចូលមកចំណុចទី5គឺ friendly discount អញ្ចឹងការចំណាយពិសេសយើងថាទាក់មួយអញ្ចឹងទៅអញ្ចឹងហើយក៏គាត់និយាយថា a total is $5.50 but I can give you a discount you only need to pay $5
សរុបទាំងអស់គឺ$5.50សេនប៉ុន្តែខ្ញុំឲ្យបញ្ចុះតម្លៃអ្នកចំណាយត្រឹមតែ$5ទេប៉ុណ្ណោះអូខេយើងតាក់មួយទៅព្រោះពេលខ្លះយើងព្យាយាមជាម្ចាស់ជាការអញ្ចឹងយើងអាចនិយាយបញ្ចុះបញ្ចូលដើម្បីមានមុខរបរលក់ចេញឲ្យស្រួលអញ្ចឹងណាចឹងទៅយើងចូលមក business proposal ចឹងជាការអញ្ជើញវិភាសាជំនួញហើយក៏គាត់និយាយបន្តទៀតថា by the way can we discuss a fruits trading business this afternoon គាត់និយាយថាតាមពិតទៅតើយើងអាចពិភាក្សាអំពីអាជីវកម្មទិញលក់ផ្លែឈើទាំងនេះនៅរសៀលនេះបានទេ Dama ក៏គាត់និយាយថា of course yeah let meet at 3 p.m. បានប៉ុន្តែជួបគ្នាម៉ោង3រសៀលនេះហើយក៏ថា see you at 3 p.m. ដល់ណាជួបគ្នានៅម៉ោង3 p.m. ហ្នឹងមានន័យថាពេលល្ងាចម៉ោង3រសៀលអីចឹងណាយើងចាប់ពីម៉ោង12ថ្ងៃត្រង់មកគឺយើងចូលដល់PM ហើយ so នេះគឺជាតារាងមកដើម្បីយើងដឹង1 PM អីចឹងទៅនេះគឺជាម៉ោងជួបឥឡូវយើងចូលមកបន្ត friendly sorry ឥឡូវយើងចូលមកបន្ត friendly farewell ការលាគ្នាជាបណ្ដោះអាសន្ន so see you then goodbye ជួបគ្នាពេលហ្នឹងទៅថាយើងចង់ជួបគ្នាពេលហ្នឹងចាំជួបគ្នាពេលនោះគេថា goodbye ទៅមានអីចប់តែប៉ុណ្ណឹងគឺអានេះគឺជាវចនា sorry គឺជា vocab របស់យើងដែលយើងរៀនពាក្យថ្មីហ្នឹងមានអីគេខ្លះគឺ Sapolila យើងគេថាផ្លែល្មុត fruit trading អាជីវកម្មលក់ផ្លែឈើ owner ជាម្ចាស់ចការ owner ហ្នឹង owner of farm not owner today owner ប្រែថាម្ចាស់តែ owner of farm បាននិយាយថាជាម្ចាស់ចការ so អានេះជា owner គេដាក់តែពាក្យមួយចឹងទៅដើម្បីសង្កត់ថា owner ហ្នឹងនៅក្នុងប្រធានបទហ្នឹងគឺជាម្ចាស់ចការយ៉ាហើយ detail ហ្នឹងគឺជាការបញ្ចាំតម្លៃហើយអាច screenshot បានកុំភ្លេចជួយ subscribe ផងហើយដើម្បីទទួលបានវីដេអូថ្មីៗនិងជួយលើកទឹកចិត្តហើយចាំជួបគ្នាវីដេអូក្រោយ Goodbye កុំភ្លេចរៀនឲ្យបានច្រើនមិនមែនរៀនតែខ្ញុំបំវីដេអូខ្ញុំទេវីដេអូអ្នកដទៃព្យាយាមអភិវឌ្ឍវាទៅទើបអាចរីកចម្រើនជាបន្តបន្ទាប់